អភិបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំពង្រឹងសន្តិសុខនិងដាក់ទិសដៅបង្ក្រាបក្មេងទំនើងនិងស្កេមអនឡាញខេត្តកំពង់ចាមរដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី7ខែឧសភាឆ្នាំ2026នេះបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្តក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដើម្បីពិភាក្សានិងដាក់ចេញនូវផែនការសកម្មភាពពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងមូលដ្ឋានដើម្បីពង្រឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឯកឧត្តមអ៊ុនចិន្តាបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្នុងស្រុកនិងសមត្ថកិច្ចជំនាញត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានសង្កត់ធ្ងន់និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតបន្ថែមលើបញ្ហាប្រឈមចំនួន2ធំៗដែលកំពុងប៉ះពាល់សណ្ដាប់ធ្នាប់សង្គមរួមមាន1ការបង្ក្រាបក្មេងទំនើងឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យកម្លាំងនគរបាលកងរាជអាវុធហត្ថត្រូវអនុវត្តវិធានការជំនាញបង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលបង្កការអុកឡុកបង្កចំនួនឬជិះម៉ូតូបង្ហោះបង្កគ្រោះថ្នាក់តាមដងផ្លូវសាធារណៈដោយមិនត្រូវយកយល់ឡើយណែនាំឲ្យអាជ្ញាធរក្រុងស្រុកសហការជាមួយនឹងសាលារៀននិងអាណាព្យាបាលដើម្បីតាមដានសកម្មភាពសិក្សានុសិស្សនិងយុវជនដែលបានបោះបង់ការសិក្សាជៀសវាងការចាញ់បោកការអូសទាញចូលក្នុងបកពួកក្មេងទំនើង2ការតាមដាននិងបង្ក្រាបបទល្មើសស្កេមអនឡាញបញ្ជាឲ្យកងកម្លាំងជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវតាមដានឲ្យដិតដល់នៅរាល់សកម្មភាពជនបរទេសឬក្រុមជនសង្ស័យដែលជួលទីតាំងក្នុងខេត្តកំពង់ចាមដើម្បីរៀបចំបណ្ដេញបោះសម្អាតតាមប្រព័ន្ធទូរស័ព្ទឬអ៊ីនធឺណិតជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទនិងបណ្ដាញសង្គមដើម្បីការពារទ្រព្យសម្បត្តិនិងសុវត្ថិភាពផ្ទាល់ខ្លួន